បាទគ្រប់ជំរាបសួរដល់លោកអ្នកអាណាព្យាបាលជាងថ្ងៃនេះខ្ញុំបង្ហាញពីរបៀបក្នុងការប្រើប្រាស់ទៅលើសុវត្ថិភូមិ App ទៅលើការចុះឈ្មោះ Register ឬក៏ភាសាអង់គ្លេសគេហៅថា Register Sign Up ចឹងនៅក្នុងនេះយើងគ្រាន់តែចូលទៅក្នុងសុវត្ថិភូមិ School App មកបន្ទាប់មកយើងចុចពាក្យថាចូលប្រើឬក៏ចុះឈ្មោះចូលប្រើសម្រាប់ចុះឈ្មោះចូលប្រើគឺមានន័យថាយើងអត់ទាន់មាន account ពីមុនចឹងគ្រាន់តែចុចពាក្យថាចុះឈ្មោះចូលប្រើអូខេបន្ទាប់មកយើងចូលពាក្យថាឪពុកម្ដាយចឹងក្នុងនេះយើងត្រូវបំពេញឈ្មោះអូខេឲ្យត្រឹមត្រូវបន្ទាប់មកខ្ញុំដាក់លេខទូរស័ព្ទអូខេបន្ទាប់មកខ្ញុំត្រូវបញ្ចូលលេខសម្ងាត់បន្ទាប់មកខ្ញុំចុចពាក្យថាចុះឈ្មោះចូលប្រើចឹងយើងគ្រាន់តែដាក់ mouse ឬលឿនដាក់cursor នៅលើទូរស័ព្ទរបស់យើងមកហើយយើងចុចពាក្យ message ហ្នឹងវាអាចនឹងទៅតាមទូរស័ព្ទខ្លះវាអាចនឹង load នៅខាងលើអូខេបាទអញ្ចឹងការចុះឈ្មោះចូលប្រើទៅលើទូរស័ព្ទមានន័យថាលោកអ្នកអាណាព្យាបាលបានចុះឈ្មោះជោគជ័យហើយឬចុចពាក្យថារួចរាល់បាទចឹងឧទាហរណ៍ថានេះជាអ្វីដែលខ្ញុំបាន testing ចឹងមានន័យខ្ញុំមានកូន2នាក់គ្រាន់តែជាអ្វីដែលខ្ញុំបាន record ជូនចឹងក្នុងនេះមានធនសិទ្ធិវ័នចឹងលោកអ្នកអាណាព្យាបាលក៏អាចធ្វើការផ្លាស់ប្ដូរភាសាគ្រាន់តែចុចលើ profile ប្រវត្តិរបស់យើងមកបន្ទាប់មកយើងចុចពាក្យថាផ្លាស់ប្ដូរភាសាបាទខ្ញុំដូរទៅភាសាអង់គ្លេសអូខេចឹងក្នុងនេះយើងមាន attendance មានអីផ្សេងៗទៀតចឹងនេះគឺជារបៀបក្នុងការប្រើប្រាស់ចឹងរាល់ការ scan ចេញ scan ចូលនៅកូនរបស់លោកអ្នកវានឹង alert នៅកន្លែងសញ្ញាកណ្ដឹងខាងលើហ្នឹងគាត់បានដល់សាលាគាត់បានចេញពីសាលាឬក៏អីចឹងបើសិនជាលោកអ្នកអាណាព្យាបាលមានកូន3 4នាក់ដែលកំពុងតែរៀននៅសាលាសុវណ្ណភូមិគឺយើងប្រើប្រាស់ account តែមួយគឺនឹង load នៅឈ្មោះកូនរបស់លោកអ្នកនៅកន្លែងនេះតែម្ដងចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនដល់លោកអ្នកអាណាព្យាបាលនៃសាលារៀនសុវណ្ណភូមិអរគុណច្រើន